ដូចជាឌីមរុំបាទតិចនិចកំផុសនេះប្រហែលដែរតែតើតើឡាវសៃណេតក៏ជាម្ចាស់មេដាយមាស kickboxing អីជាដើមមានដូចជាលនបញ្ញានេះក៏អាចលេងបានតកតងទៅនឹងសាវយ៉ាន់វិសាលនេះក៏កាន់តែពិសេសគាត់ថាសាវយ៉ាន់វិសាលគាត់អ្វីដែលគាត់ត្រូវបន្ថែមណាបងប្អូនតកតងទៅនឹងភាពធន់របស់គាត់បើបងប្អូនប្រិមិត្តគណៈពេលដែលសប្តាហ៍ថ្ងៃនេះមានសង្វៀន kickboxing ប្រចាំស្រុកខ្មែរយើងគឺលក្ខណៈអាជីពតែម្ដងដែលបានធ្វើការសហការបាទប៉ុស្តិ៍លេខ5ជាមួយនឹងក្រុមហ៊ុនខ្មែរវិទ្យាក្នុងនោះគឺភេទជាថ្មីរបស់ក្រុមហ៊ុនខ្មែរវិទ្យាបានធ្វើការឧបត្ថម្ភទាំងស្រុងតែម្ដងគឺភេទជា Cambodia Sport បាទសម្រាប់អ្នកលេងកីឡាបងប្អូនអញ្ចឹងក្នុងនោះផងដែរខ្ញុំក៏មើលឃើញកីឡាគុនខ្មែរយើងដែលអាចកីឡាករគុនខ្មែរយើងអាចវិវត្តខ្លួនទៅកាន់ kickboxing អាជីពនៅលំដាប់ពិភពលោកបាទក្នុងនោះអ្វីដែលខ្ញុំមើលឃើញគឺមើលវិគាជាកីឡាករមួយដែលប្រកួតគុនខ្មែរកន្លងមកគាត់មិនចូលចិត្តចាប់ទេមិនគាត់មិនប្រកែចាប់ទេគាត់ប្រកែចាប់តែគាត់មិនចូលចិត្តចាប់ទេដោយសារគាត់មានអាវុធពិសេសការទាត់ក៏ដូចជាកម្លាំងដៃធ្ងន់បាទអញ្ចឹងហើយដែលធ្វើឲ្យគាត់ភាគច្រើនផ្ដួលដៃគូយកជ័យជំនះដោយរបៀបនេះអញ្ចឹងចំណុចពិសេសរបស់គាត់ដែលគាត់ប្រកួត kickboxing កន្លងមកសម្បកកង់នៃយួនប្រៀបបានជាឆ្អឹងខ្នងនៃអាជីវកម្មដឹកជញ្ជូនយើងខ្ញុំមានផ្គត់ផ្គង់សម្បកកង់បីឆ្លើយតបទៅកាន់យានយន្តនៃការដឹកជញ្ជូនរបស់លោកអ្នកសម្បកកង់ធានាទាំងតម្លៃក៏ដូចជាគុណភាពអាចតាក់ទងតាមលេខទូរស័ព្ទក៏ដូចជា Telegram ខាងក្រៅស្រុកក្នុងស្រុកក៏ដូចមិនទាន់ឃើញថាចាញ់ដែរនេះជាចំណុចមួយដែលខ្ញុំមើលឃើញកីឡាគុនខ្មែរយើងដែលអាចវិវត្តខ្លួនទៅល្អនាថ្ងៃមុខអាស្រ័យទៅលើវិន័យនៃការតាំងចិត្តរបស់គាត់ហើយក្នុងនោះសម្រាប់គីឡូស្រាលមានដូចជាឌីមរុំបាទតិចនិចកំផុសនេះប្រហែលដែរតែតើតើឡាវសៃណេតក៏ជាម្ចាស់មេដាយមាស kickboxing អីជាដើមមានដូចជាលនបញ្ញានេះក៏អាចលេងបានតកតងទៅនឹងសាវយ៉ាន់វិសាលនេះក៏កាន់តែពិសេសគាត់ថាសាវយ៉ាន់វិសាលគាត់អ្វីដែលគាត់ត្រូវបន្ថែមណាបងប្អូនតកតងទៅនឹងភាពធន់របស់គាត់ភាពធន់បានប្រហែលពាក់កណ្ដាលពេជ្រសម្បត្តិ kickboxing ក៏គាត់ឆ្ងាញ់ដោយសារគាត់វាតាមចង្វាក់ដេផ្លាសេហើយគាត់វាយឆ្លាតគាត់ចេះមើលចំណុចខ្សោយដៃគូហើយគាត់ចេះជួបេតរកចំណុចដែលណាដែលអាចផ្ដួលដៃគូបានហើយក៏ជាម្ចាស់មេដាយមាសkickboxing ការប្រកួតអាស៊ាន kickboxing កន្លងទៅដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់ kickboxing បាទសប្តាហ៍ថ្ងៃទៅបើតែគាត់កំពុងតែនៅសិក្សាប៉ុន្តែគាត់ឆ្លៀតធ្វើបានប៉ុណ្នេះខ្ញុំចាប់ទុកល្អហើយថ្ងៃក្រោយអាចថាជាចំណុចមួយដែលពិសេសសម្រាប់កីឡាករមួយនេះទៀតអញ្ចឹងដូចជាកីឡាករខ្មែរយើងផ្សេងទៀតដូចផលស៊ីឡុងអីគាត់សិតតែអាចមានចង្វាក់ kickboxing ល្អនិយាយទៅឲ្យតែអ្នកល្អដៃក្នុងការដេផ្លាសេការទាត់មុខមិនសំខាន់តែមិនប្រកែសំខាន់ចង្វាក់នៃការចេញចូលព្រោះ kickboxing មិនដូចគុនខ្មែរយើងនៅតាំងឃុំសងគ្នាទៅវិញទៅមកគឺគេវាយហើយរត់បាទនេះក៏ជាចំណុចដែលខ្ញុំមើលឃើញកីឡាគុនខ្មែរដែលអាចប្រឡូក kickboxing អាជីពបាទអរគុណបងប្អូនមានតែប៉ុណ្្នឹងដើម្បីចែកជូនជាចំណាប់អារម្មណ៍កាន់ប្រិមិត្តក៏ដូចជាកីឡាករខ្មែរសូមអរគុណ